皆さんこんばんはសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះគឺខ្ញុំសូមចេញវីដេអូថ្មីទៀតហើយមានរយៈពេល6នាទីជាងសង្ឃឹមអ្នកទាំងអស់គ្នានឹងជួយ support គ្រប់គ្រងទាំងអស់គ្នាវីដេអូនេះគឺខ្ញុំបានថតយូរហើយតាំងពីថ្ងៃដែលខ្ញុំទៅលេងនៅ Fukuoka Tower ក្រោយគ្រីស្មាសមួយថ្ងៃពីរថ្ងៃដូចជាថ្ងៃទី27ថ្ងៃទី28ខ្ញុំចាំអត់ច្បាស់ដែរហើយថ្ងៃហ្នឹងគឺមនុស្សច្រើនមែនទែនមិនត្រឹមតែខ្ញុំទៅលេងទេមានអ្នកជនជាតិឥណ្ឌូនេស៊ីជនជាតិហ្វីលីពីនជនជាតិខ្មែរផ្សេងៗដែលទៅលេងនៅហ្នឹងហើយកន្លែងនេះវីដេអូហ្នឹងខ្ញុំគិតថាដាក់នៅក្បាលវីដេអូប៉ុន្តែខ្ញុំគិតថាវាអត់សមក៏ខ្ញុំបានដាក់នៅក្តារវីដេអូវិញកន្លែងនេះតាក់ទងទៅនឹងគ្រីស្មាសដោយអ្នកទាំងអស់គ្នាដឹងស្រាប់ហើយបន្ទាប់ពីគ្រីស្មាសគឺគេទុកនៅហ្នឹងដើម្បីឲ្យភ្ញៀវទេសចរផ្សេងៗដែលមកលេងនៅហ្នឹងគឺបានថតកម្សាន្តហើយកន្លែងនេះគឺតាក់ទងទៅនឹងបរិះលេងសៀកនៅជប៉ុនក៏មានដែរអ្នកទាំងអស់គ្នាមិនអត់ទេតែត្រង់ការលេងសៀកហ្នឹងហើយខ្ញុំបានមកមើលគេមកបន្តិចតួចដែរវែងប៉ុន្តែខ្ញុំដាក់មកបន្តិចទេហើយនេះគឺជាទស្សនវិជ្ជាដែលយើងចូលពីខាងនោះវិញផ្ទុយពីកន្លែងដែលអ្នកទាំងអស់គ្នាបានឃើញនៅគ្រីស្មាសមិញហ្នឹងហើយមនុស្សជាច្រើនដូចបានឃើញអញ្ចឹងហើយខ្ញុំទាញយកមក selfie ឲ្យជាប់ខ្លួនឯងខ្លះពីព្រោះអត់សូវមានអ្នកថតឲ្យទេហើយកន្លែងនេះគ្រីស្មាសអ្នកទាំងអស់គ្នាមើលទៅថ្មីខុសពីនៅគឺមកម៉ូតូដែលខ្ញុំរស់នៅគឺខុសគ្នាខ្លាំងមែនទែនហើយកន្លែងនេះថតបច្រាស់បដាជាស្រ័យទាំងអស់គ្នាហើយនេះក្បាលចូលពេលចូលទៅកន្លែងលេងស្គីហ្នឹងគេដាក់ជាបំពង់មូបេះដូងហ្នឹងដើម្បីឲ្យគេថតកន្លែងនេះបើសិនជាភ្លឺប្រហែលជាអាចថតស្អាតប៉ុន្តែពេលខ្ញុំថតរូបទៅរៀងងងឹតបន្តិចទៀតអ្នកទាំងអស់គ្នាបានឃើញហើយរូបដែលខ្ញុំថតនៅកន្លែងកៅអីហ្នឹងវារៀងងងឹតស្លុបមែនតើអ្នកទាំងអស់គ្នាមើលអត់ឃើញទេប៉ុន្តែអត់មានជំនឿទេមានតែដាក់វីដេអូនឹងចូលដែរហើយមានគូស្នេហ៍គេថតផ្សេងប៉ុន្តែយើងអត់មានគេយើងទៅតែម្នាក់ឯងចឹងហើយបងប្អូនគ្នាហើយកន្លែងនេះបានអង្គុយថតរូបមួយគេដែរខ្ញុំគិតថាចេញមករូបស្អាតប៉ុន្តែវាមកគូសំមិនសូវណាទេហើយនេះពេលចូលទៅដល់ក្នុងហ្នឹងមានគេលក់ដូរមានជនជាតិជប៉ុនដែលគេទិញអីមកអង្គុយហូបអីនៅក្នុងហ្នឹងហើយខ្ញុំក៏បានដើរមើលមកជុំនេះកន្លែងលេងស្គីដែលខ្ញុំគិតថានឹងមកហ្នឹងគឺមកលេងជីស្គីហ្នឹងហើយបងប្អូនគ្នាលើកទី1ក្នុងឆាជីវិតដែលបានជីស្គីបែបហ្នឹងកាលនៅខ្មែរហ្នឹងក៏មានដែរប៉ុន្តែអត់សូវមានលុយចូលបងប្អូនគ្នាពេលនៅជប៉ុនគឺមានឱកាសចូលនេះខ្លោងទ្វារដែលយើងចូលទិញកន្លែងហ្នឹងគឺកន្លែងអូកេស្កេកន្លែងគេកាត់លុយហើយអ្នកទាំងអស់គ្នាអាចទៅហ្នឹងគឺឥឡូវហ្នឹងក៏នៅដែរអ្នកទាំងអស់គ្នាគឺមិនតាន់គេរើទេពីព្រោះជារដូវនឹងងាយឡើយហើយតម្លៃហ្នឹងមនុស្សធំគឺ2500មនុស្សតូចហ្នឹងគឺ2000ហើយក្មេងៗហ្នឹងក៏ដូចជាតម្លៃមិនដូចជា1000ជាងទេកន្លែងនេះគឺកន្លែងកាត់លុយប៉ុន្តែអ្នកទាំងអស់គ្នាមុននឹងចូលកាត់លុយហ្នឹងគឺអ្នកទាំងអស់គ្នាត្រូវ scan ដើម្បីចុះឈ្មោះចំនួនមនុស្សដែលមកហ្នឹងបើសិនជា scan អត់ scan ទេគឺគេអត់កាត់លុយឲ្យនៅកន្លែងដែលកាត់លុយហ្នឹងទេបងប្អូនគ្នាហើយខ្ញុំទៅហ្នឹងក៏2នាក់ដែរបងប្អូនគ្នាហើយមានម្នាក់ថតឲ្យចឹងទៅហើយទាំងអស់ហ្នឹងដូចជា2នាក់ហ្នឹងម្នាក់1500អញ្ចឹង2នាក់ដូចជា5000ខ្ញុំបានដាក់លុយ5000ទៅឲ្យគេកន្លែងហ្នឹងផងដែរនៅពេលដែលយើងដាក់លុយឲ្យគេទៅគឺគេឲ្យជាកងដៃមកវិញដូចជាកងដៃដើម្បីបញ្ជាក់ថាអ្នកទាំងអស់គ្នាបានទិញស្បុននៅកន្លែងហ្នឹងហើយកន្លែងនេះស្រោមដៃពីព្រោះយើងជិះនៅលើតកគឺពិតជាត្រជាក់មែនតើអត់ស្រោមដៃទេគឺពិបាកមែនតើអ្នកទាំងអស់គ្នាពីព្រោះត្រជាក់ខ្លាំងមែនតើថ្ងៃចុងឆ្នាំហ្នឹងហើយតិចទៀតគេឲ្យកងដៃមកខ្ញុំហើយកន្លែងនេះតាក់ទងទៅនឹងស្បែកជើងយើងជីស្គីបាទហ្នឹងមិនមែនជីស្គីធម្មជាតិទេបងប្អូនគ្នាស្គីហ្នឹងគឺគេធ្វើដើម្បីដូចជាស្គីស្ប៉ានីម៉ាទេប៉ុន្តែវាត្រជាក់ដូចគ្នាដែលគេធ្វើចេញពីតកហ្នឹងហើយកន្លែងនេះខ្ញុំរៀបរាប់ជាសំឡេងជាច្រើនប៉ុន្តែខ្ញុំអត់បានបើកសំឡេងអ្នកទាំងអស់គ្នាទេពីព្រោះមានសំឡេងតន្ត្រីចូលនៅក្នុងហ្នឹងហើយនេះក៏រៀបចំលើកទី1អ្នកទាំងអស់គ្នាដែលបានស្លៀកពាក់ស្បែកជើងជីស្គីហ្នឹងហើយខ្ញុំបានដើរចូលហ្នឹងហើយលើកទី1ដើររៀងឆ្កងដែរហើយខ្ញុំដាក់កងដៃមិញហ្នឹងគឺតាក់ទងទៅនឹងកងដៃដែលគេទទួលបាននៅកន្លែងដែលកាត់លុយមិញហ្នឹងហើយដើរទៅក៏ពិបាកដែរនៅរហីហើយពេលចូលទៅដល់កន្លែងហ្នឹងគឺរត់តែលដួលពីព្រោះពិបាកដើរមែនតើហើយខ្ញុំមើលគេដែរប៉ុន្តែមើលដូចថាអត់ដឹងថាគេជិះយ៉ាងម៉េចឲ្យវាទៅមុខបានរលូនហើយកន្លែងនេះទម្រាំតែឈរបានហ្នឹងដឹងជាដួលប្រហែលដងហើយទេបងប្អូនគ្នាប៉ុន្តែខ្ញុំកាត់អាកន្លែងដួលនឹងចេញហើយនៅក្នុងវីដេអូហ្នឹងក៏ខ្ញុំបាននិយាយជាច្រើនដែរបងប្អូនគ្នាប៉ុន្តែខ្ញុំមិនអាចដាក់សំឡេងបានពីព្រោះវាមានសំឡេងរំខានច្រើននៅក្នុងហ្នឹងហើយថ្ងៃហ្នឹងគឺទៅច្រើនមែនតើហើយកន្លែងនេះគឺពេលយើងថតពីកន្លែងដែលអ្នកទាំងអស់គ្នាពងឃើញហ្នឹងទៅគឺស្អាតមែនតើវាជាប់អក្សរ Fukuoka ហើយជាប់តូ Fukuoka Tower ជាអគារដែលខ្ពស់ដូចជាអង្គតែនអញ្ចឹងហើយកន្លែងនេះគឺពិបាកជិះមែនតើអ្នកទាំងអស់គ្នាទម្រាំតែបានដើរទៅមុខបានតិចហ្នឹងគឺពិបាកពីព្រោះខ្ញុំដួលច្រើនដងបងប្អូនគ្នាទម្រាំតែអាចដើរអង្គិលខ្ញុំមើលជើងជនជាតិជប៉ុនឬក៏ជនជាតិផ្សេងដែលគេជិះដែរប៉ុន្តែខ្ញុំមើលទៅគេទៅមុខរលូនប៉ុន្តែខ្ញុំដើរទៅវាកើមដូចដើរចឹងបងប្អូនគ្នាពិបាកមែនតើទម្រាំតែទៅមុខបានតិចហើយទម្រាំតែអាចជិះបានប៉ុណ្ណឹងគឺមកគូសំមកហត់គូសំទម្រាំតែចេះជិះមើលគេទម្រាំតែយល់អាចជិះបានតិចហើយកន្លែងនេះអ្នកផ្សេងដែលគេទៅហ្នឹងខ្ញុំបានថតមកតិចដាក់ចូលនៅក្នុងវីដេអូហ្នឹងដែរហើយកន្លែងនេះគឺពេលចិត្តទៅផ្ទះវិញហើយបងប្អូនគ្នាតាមពិតអត់ចង់ទៅផ្ទះទេដោយសារតែយប់ពេកខ្ញុំតាមចិត្តខ្ញុំគឺខ្ញុំចង់នៅជិះទោះតែគេបិទដើម្បីឲ្យចេះជិះមើលឃើញគេដើរទៅមុខដើរទៅយ៉ាងរលូនប៉ុន្តែខ្ញុំមានអារម្មណ៍ថាតាក់
ហើយកន្លែងនេះអ្នកថតខ្ញុំហ្នឹងគឺនៅក្រោយឲ្យគាត់ខិតមកមុខតិចដើម្បីថតឲ្យបានចេញប្លង់ស្អាតហើយកន្លែងជិះស្គីហ្នឹងផងដែរអ្នកទាំងអស់គ្នាខ្ញុំបានដាក់វីដេអូដែលខ្ញុំជិះស្គីបែបហ្នឹងឲ្យបានច្រើនពីព្រោះខ្ញុំចង់បន្សល់ទុកនៅអនុស្សាវរីយ៍ដែលខ្ញុំបានទៅលេងនៅកន្លែងហ្នឹងនៅក្នុងវីដេអូខ្ញុំឲ្យបានច្រើនពីព្រោះវាជាលើកទី1ដែលជាបទពិសោធន៍ថ្មីសម្រាប់ខ្ញុំដែរក្នុងការជិះស្គីលើទឹកកកហ្នឹងខ្ញុំធ្លាប់តែជិះស្គីលើទឹកកកឬក៏ជិះ snowboard តែបើឲ្យជិះស្គីនៅលើបែបនេះគឺខ្ញុំលើកទី1អញ្ចឹងខ្ញុំចង់ដាក់វីដេអូហ្នឹងឲ្យច្រើនដើម្បីទុកជាអនុស្សាវរីយ៍មួយហើយកន្លែងនេះជិតដល់ពេលទៅផ្ទះវិញទៅអស់គ្នាពីព្រោះប៉ុន្តែនៅពេលដែលខ្ញុំទៅផ្ទះហ្នឹងក៏មានមនុស្សជាច្រើនគេមកបន្តពីព្រោះខ្ញុំត្រឡប់ទៅផ្ទះហ្នឹងកំឡុងដូចជាម៉ោង8ព្រៀងយប់គូសងដែរពីព្រោះជិះពីហ្វឺកូកាមកគឺមកម៉ូតូហ្នឹងដូចជាចំណាយពេល2ម៉ោងអញ្ចឹងក៏ហ៊ាននៅយប់ពេកក៏ត្រឡប់មកផ្ទះវិញហើយកន្លែងនេះផ្លូវចុះមិញដែលឡើងមកមិញហ្នឹងបងប្អូនទម្រាំតែបានដើរប៉ុណ្ណឹងគឺវឹកហាត់ច្រើនមែនតើហើយកន្លែងនេះអត់អស់ចិត្តទេគឺថតរូបបន្តទៀតពីព្រោះសិតតែជាប្លង់ដែលស្អាតហើយកន្លែងនេះយើងសងស្បែកជើងវិញជប៉ុនគេទៅសេតថា hand ខ្ចាក់គឺជីហ្នឹងពេលយើងខ្ចីរបស់គេគឺយើងប្រើប្រាស់ហើយយើងយកទៅសងនៅកន្លែងហ្នឹងហើយអ្នកផ្សេងក៏គេសងទៅកន្លែងហ្នឹងដែរហើយរងចាំយូរមកបន្តិចតោះតែគេមកយកស្បែកជើងហ្នឹងវិញហើយកន្លែងនេះចេញទៅវិញទេបងប្អូនចាប់ត្រឹមប៉ុណ្ណឹងតើតងទៅនឹងវីដេអូរបស់ខ្ញុំហ្នឹងហើយកន្លែងនេះគឺពេលចប់ហ្នឹងទៅទិញសាច់មាន់សាច់មាន់ហ្នឹងគឺសាច់មាន់តុកគីខ្ញុំគិតថាឆ្ងាញ់ប៉ុន្តែវាគូសំវាមិនត្រូវមាត់សម្រាប់ជនជាតិខ្មែរណាទេសម្រាប់មាន់តុកីហ្នឹងប៉ុន្តែប្រភេទមាន់មួយទៀតដែលគេលក់នៅតាម Family Mart ឬក៏លក់នៅ 7-Eleven ហ្នឹងគឺជាប្រភេទសាច់មាន់ដែលឆ្ងាញ់ហើយកន្លែងនេះនៅក្នុងហ្នឹងគេមានលក់ជាភេសជ្ជៈលក់ជាស្ប៉ាហ្គាទីលក់ជាភីហ្សាលក់ជាគ្រឿងបំពងអីផ្សេងនៅក្នុងហ្នឹងហើយខ្ញុំក៏បានសម្រេចចិត្តទិញមាន់ស្ប៉ាតុកីហ្នឹងចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេសង្ឃឹមជួបគ្នានៅវីដេអូក្រោយអ្នកទាំងអស់គ្នាវីដេអូតលេងស្គីមានតែមួយវគ្គហ្នឹងទេអរគុណច្រើន